បាទសួស្តីកូនយើងត្រឡប់មកវិញនៅការបង្រៀនរបស់លោកគ្រូបន្តទៀតថ្ងៃនេះយើងចូលទៅចំណុចលេខ2គណនាតម្លៃទំនិញក្រោយពីបញ្ចុះតម្លៃ 25% អញ្ចឹង 25% នេះគេបញ្ចុះឲ្យទេណាប៉ុន្តែអ្វីដែលយើងត្រូវយកលុយទៅទិញគេមិនមែនយកលុយ 25% ទៅទិញទេអញ្ចឹងយើងត្រូវយកប៉ុន្មានចឹងមានន័យថាយើងត្រូវយក100% បាទជាងកន្លែងនេះមានន័យថាយក 100% ដក 25% ចេញមកដើម្បីដឹងថាយើងត្រូវចំណាយអស់ប៉ុន្មានអញ្ចឹងឃើញ 75% អញ្ចឹង 75% បើយើងគិតជាចំនួនទស្សភាគ 0.75 នេះអ្វីដែលយើងយកមកគុណអញ្ចឹងរូបទី1នេះរូបកូនឡានអញ្ចឹងកូនឡាននេះបើសិនជាគេបញ្ចុះតម្លៃ 25% វានៅសល់ 0.75 អញ្ចឹងលោកគ្រូអាចសេទៅនេះដាក់ថាឡានសេឈ្មោះមុខតំណែងមកណាមានតម្លៃ0.75 គុណនឹង 15,000 រៀលអញ្ចឹងយើងស្មើចឹងនេះកូនត្រូវយកមកធ្វើម៉ាំធីវាបន្តិចណា 15,000 គុណនឹង 0.75 5 ដង 25 ត្រូវទៅ2 5 ម្ដង 5 បូក 2 7 7 0 ដង 0 0 7 ដង 30 5តែទុក 3 7 ម្ដង 7 បូក 3 10 មេ0 0 មួយទៀតរួចធ្វើផលបូកអានេះ 0 អានេះ 0 អានេះ 0 អានេះ 5 អានេះ 12 ត្រា1អានេះបាន 1 អានេះបាន 1 ទៀតហើយក្រោយចិត្តនេះមាន 2 លុបចោលបានជាចម្លើយយើងឃើញ 11 250 រៀលបាទ 11,250 រៀលយើងចប់ទី1យើងចូលទៅទី2នេះគឺនាឡិកាបាទនាឡិកាមានតម្លៃក្រោយពីវាចុះមកវាមានតម្លៃយក 0.75 គុណនឹង 24,000 រៀលអញ្ចឹងស្មើនេះធ្វើម៉ាំធីដូចមិញ 24,000 គុណនឹង 0.75 0 0 0 0 ត្រាទុក 2 5 2 ដង 10 12 7 ដង 0 0 0 7 ដង 28 ត្រាទុក 2 7 2 ដង 14 14 2 16 មេ 0 ដង 5 រួចធ្វើផលបូក 0 0 0 0 0 ត្រា1 8 អានេះបាន 1 ហើយក្រោយចុចមាន 2 លុប 0 2 ចោលជាចម្លើយយើងឃើញ 18,000 រៀលចប់មួយទៀតបាទអញ្ចឹងចំពោះលំហាត់2នេះគឺសូមចប់ប៉ុណ្ណឹងយើងនៅមានលំហាត់តក្រោយទៀតអរគុណច្រើន